ก็ប៉ុន្តែដែលចាប់យោងកងពន្ធទី2នេះគឺគូទី56មន្ត្រីបច្ចេកទេសខាងចេញដំណើរបានផ្ដល់ព័ត៌មានមកខ្ញុំបាទអ្នកធ្វើអត្ថាធិប្បាយថាគូដែលមកដល់មុខវេទិកាកិច្ចយុទ្ធខ្សែទឹកខាងក្នុងដែលមានឯកដ្ឋានពណ៌បៃតងគូទី56ដែលមានឯកដ្ឋានពណ៌បាទសូមអធិស្ឋានគូទី54បាទគឺមកតាមលេខរៀងធម្មតាទេមកតាមលេខរៀងធម្មតាទេឯកដ្ឋាននិងសមាជិកភាពទូកមានដូចតទៅខ្សែទឹកខាងក្នុងកំពូលអធិរាជផនសែនជ័យគឺជាទូករបស់ក្រសួងការពារជាតិដែលមានអាដាមមឹងសំផនបាទដែលបានជួយឧបត្ថម្ភខ្សែទឹកខាងក្រៅដែលបងចាញ់ដេជោសែនជ័យដេជោសែនជ័យគឺជាទូកដែលអញ្ជើញមកពីខេត្តកំពង់ធំពាក់ផ្លាកលេខ108នៅពេលនេះបងចាញ់ទៀតហើយបាទបានបញ្ចេញដំណើរយ៉ាងលឿនគួរឲ្យគយគន់ផងដែរបាទនៅពេលនេះគឺថាប្រកេតប្រកាច់គ្នាមែនទែនសម្រាប់គូទី54គឺបើមើលពីជំហានទៅហាក់ដូចជាមានទូកតែមួយទេក៏ប៉ុន្តែបើពិនិត្យមែនទែនទៅគឺថាមានទូកពីរព្រោះប្រឆាត់ប្រឈៀងបន្តិចហើយឯកដ្ឋាននោះក៏មិនជាខុសគ្នាប្រមាណដែរសម្រាប់គូទី54គូទី54ដែលកំពុងតែបន្ថែមលបឿននិងចាប់យោងឆ្លងកងភ័ណ្ឌទី2ខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅកំពូលអធិរាជផនសែនជ័យបាទគឺជាទូករបស់ក្រសួងការពារជាតិដែលឧបត្ថម្ភដោយអាដាមមឹងសំផនរដ្ឋលេខាធិការក្រសួងការពារជាតិចំណែកឯខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅទូកមានឈ្មោះថាដេជោសែនជ័យដេជោសែនជ័យអញ្ជើញមកពីវត្តដងសូរិយាស្រុកកំពង់ស្វាយខេត្តកំពង់ធំបាទមានឯកសន្តានពណ៌ក្រហមដែលកំពុងតែមានព្រៀបជាងគូប្រកួតបាទយ៉ាងម៉េចទៅហើយកំពូលអធិរាជផនសែនជ័យបន្ថែមលបឿនមើលបងចាញ់តែបន្តិចទេព្រោះពេលនេះឃើញថាដេជោសែនជ័យកំពង់ស្វាយកំពង់ធំដាវឯកដាវមុតបាទកំពង់ស្វាយដែលជាដាវមុតឥឡូវនេះលបឿនក៏មុតដែរលឿនណាស់ដេជោសែនជ័យស្រុកកំពង់ស្វាយវត្តដងសូរិយាបានមកដល់ខ្សែប្រត់ទទួលជ័យជំនះទៅលើកំពូលអធិរាជផនសែនជ័យរបស់ក្រសួងការពារជាតិ